សម្រាប់វីដេអូការពីម្សិលមិញហ្នឹងគឺបាននិយាយអំពីឧបទ្ទវហេតុដើមហេតុដែលបណ្ដាលឲ្យរងរបួសភ្នែកហ្នឹងដែលត្រូវបានបញ្ជូនតាំងពីផ្ទះនៅខាងបាត់ដំបងហ្នឹងរហូតមកដល់ពេទ្យអង្គឌុងនៅខាងភ្នំពេញហើយសម្រាប់ថ្ងៃនេះដែរយើងមកបង្ហាញមុខបងប្អូនដែលខិតខំមកសួរសុខទុក្ខចេញពីធ្វើការភ្លាមមកភ្លាមអ្នកខ្លះមកតាំងពីខេត្តកំពង់ចាមអីហ្នឹងឆ្លៀតមកសួរសុខទុក្ខមកដល់មន្ទីរពេទ្យផ្ទាល់តែម្ដងសម្រាប់អ្នកដែលចេញពីធ្វើការមកលេងមុនគេទី1ហ្នឹងគឺចែលៀងពេលក៏ចេញធ្វើការហ្នឹងក៏ឆ្លៀតមកលេងមានទាំងផ្លែឈើក៏ដូចជាភេសជ្ជៈមកផ្ញើផងដែរប៉ុន្តែយើងអត់បានថតរូបគាត់ហើយបន្ទាប់ពីចែលៀងគាត់បានត្រឡប់ទៅវិញខ្ញុំក៏បានរៀបចំបាយឲ្យអ្នកជំងឺញ៉ាំហើយអ្នកជំងឺញ៉ាំបដារាវរមហូបបដាដោយសារភ្នែកអត់សូវមើលឃើញទេឃើញព្រឹមហើយអ្នកបន្ទាប់មកទៀតដែលមកអឺតសួរសុខទុក្ខហ្នឹងគឺស៊ីយ៉េតជាមួយនឹងបងឈីងចេញពីធ្វើការភ្លាមមកតាំងពីខាងកំពង់ចាមមកអឺតដល់មន្ទីរពេទ្យនៅភ្នំពេញហើយសម្រាប់អ្នកបន្ទាប់មកទៀតហ្នឹងគឺបងដុល្លារចេញមកពីកំពង់ចាមដែរចេញពីធ្វើការហើយក៏គាត់បានឡើងមកនិយាយទៅដៃគូផឹកស៊ីកម្មវិធីអីនៅផ្ទះជាមួយគ្នាញឹកញាប់ដែរអញ្ចឹងទៅចិត្តមិនដាច់ក៏ខំមកអឺតមកដល់មន្ទីរពេទ្យអ្នកបន្ទាប់មកទៀតហ្នឹងគឺប្រុសប៉ាវក៏ដូចជាបង្អុយហ្នឹងក៏ទៅមកដល់ក្រោយគេនិយាយទៅជិះម៉ូតូវែងផ្លូវមកពេទ្យអង្គឌូហ្នឹងគឺលើកទី1សម្រាប់គាត់ហើយសម្រាប់បងដុល្លារក៏ដូចជាបងឈៀងសេយ៉េតក៏ដូចជាបង្អុយអីហ្នឹងគឺគាត់ធ្វើការនៅតាំងពីកំពង់ចាមហើយខំឆ្លៀតធ្វើការហ្នឹងគាត់ធ្វើការដើររ៉ាច់អត់មានសម្រាប់ទេតាំងពីព្រឹករហូតដល់ថ្ងៃម៉ោង3ជាងហ្នឹងក៏គាត់បានឈប់ពីធ្វើការហើយក៏គាត់ឡើងមកពេញភ្លាមហ្មងដើម្បីមកសួរសុខទុក្ខហើយក៏ពិតជាអរគុណមែនទែនទៅដល់ទឹកចិត្តធំធេងរបស់បងដែលឆ្លៀតចេញពីធ្វើការហត់នឿយហើយឡើងមកសួរសុខទុក្ខនៅពេញភ្លាមហើយបន្ទាប់មកស្អែកឡើងក៏ត្រូវងើបទៅធ្វើការវិញតាំងពីយប់ទៅវិញហើយសម្រាប់អ្នកបន្ទាប់មកទៀតហ្នឹងគឺមកឈុតធំខ្នាតធំតែម្ដងគឺសម្រាប់បងឡានក៏ដូចជាបងភៀនហ្នឹងគឺគាត់បានមកពីថ្ងៃម្ដងហើយក៏គាត់ត្រឡប់ទៅវិញដើម្បីរៀបចំបាយទឹកធ្វើម្ហូបផ្ញើអ្នកជំងឺក៏ដូចជាអ្នកកំដរផងដែរហើយសម្រាប់ប្រុសឡុងក៏ដូចជាសីនាងហ្នឹងក៏ដូចជាមកកនអីហ្នឹងហើយសុខីអីហ្នឹងគឺអ្នកទឹកមកថ្មីទេនិយាយទៅគឺចេញពីធ្វើការមកក៏មកអឺតសួរសុខទុក្ខហ្នឹងទៅនិយាយទៅមនុស្សឡើងអ៊ូអហ្មងអ្នកជំងឺម្នាក់ហ្នឹងមកបន្ទប់ហ្នឹងមាន5-6ក្រែតែពេលអញ្ចឹងទៅអ្នកមកអឺតហ្នឹងគឺតែម្នាក់ហ្នឹងឯងគឺច្រើនជាងគេហើយបងឡានក៏បានទិញកៅអៅផ្ញើអ្នកជំងឺផងដែរដើម្បីងូតទឹកបានផ្លាស់កៅអៅដោយសារតែមកបញ្ញាអញ្ចឹងទៅអត់បានរៀបចំអត់បានដាក់កៅអៅអីយកមកផ្លាស់ទេអញ្ចឹងក៏ដេញឲ្យទៅងូតទឹកទៅផ្លាស់កៅអៅពេទ្យចេញពាក់កៅអៅធម្មតាវិញម្ដងហើយដល់ពេលដែលងូតទឹកហើយហ្នឹងមានអ្នកច្បាច់ដៃច្បាច់ជើងអ្នកបញ្ចុកផ្លែឈើអ្នកបញ្ចុកភេសជ្ជៈបញ្ចុកអីហ្នឹងនិយាយទៅគឺដូចព្រះអង្គម្ចាស់អញ្ចឹងហើយបងអ្នកជំងឺហ្នឹងក៏ប្រកែប្រើទៀតឲ្យតែអង្គុយចិត្តបន្តិចច្បាច់ដៃច្បាច់ជើងធ្វើនេះធ្វើនោះនិយាយទៅគឺមានរវល់រហូតតែហើយបន្ទាប់ពីសួរសុខទុក្ខមកសន្ទុះធំហើយក៏ទុកឲ្យអ្នកជំងឺដេកទៅយើងនាំគ្នាមកអង្គុយលេងនៅខាងក្រៅវិញម្ដងទៅកុំឲ្យតែនៅខាងក្នុងច្រើនពេកទៅអាចពុលមនុស្សដល់អ្នកជំងឺផ្សេងយប់រៀងជ្រៅដែរហ្នឹងម៉ោងខ្ទង់8ទៅ9ជាងហើយនៅតែមានអ្នកសួរសុខទុក្ខអត់អស់ទៀតនៅមក2អ្នកទៀតហើយហ្នឹងអ្នកមកសួរសុខទុក្ខចុងក្រោយគេហើយ2អ្នកហើយបន្ទាប់មកទៀតហ្នឹងអ្នកមកមើលអ្នកជំងឺហ្នឹងក៏និយាយវិភាសាគ្នាលេងទៅនិយាយទៅក្រៅពីបុណ្យទានធំជុំចូលឆ្នាំហ្នឹងមិនបានជួបគ្នាប៉ុន្តែបងថ្ងៃធម្មតាអញ្ចឹងគឺកម្រងជួបគ្នាគឺជួបតែចៃដន្យអញ្ចឹងហើយសម្រាប់វីដេអូក៏មកដល់ទីបញ្ចប់ហើយអញ្ចឹងបើសិនជាមានការខុសឆ្គងអីក៏សូមខន្តីអធ្យាស្រ័យផងអញ្ចឹងអរគុណសម្រាប់ការទស្សនាជម្រាបលាបាយ